សូមស្វាគមន៍មកកាន់ MD Trader បាទថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកធ្វើការទស្សនាអំពីសកម្មភាពនៅក្នុងការចូលលេងទីផ្សាររបស់ខ្ញុំទាំងអស់គ្នាតែខ្ញុំនឹងអាចទទួលបានផលចំណេញឬក៏យ៉ាងណាបាទយើងទៅទស្សនាណាបាទអញ្ចឹងចំពោះ technique នៅក្នុងការចូលលេងទីផ្សារខ្ញុំប្រើបាទទី1គឺ moving average បាទហើយសម្រាប់ candlestick របស់ខ្ញុំតែ1នាទីទេហើយមួយទៀតគឺ stack OK stick ហើយ time frame របស់ខ្ញុំ1នាទីហើយខ្ញុំចាប់ផ្ដើមលេង$5ទៅបាទអូខេអញ្ចឹងខ្ញុំកំពុងតែស្វែងរកទីផ្សារណាដែលគិតថានឹងត្រូវនឹង technical របស់ខ្ញុំបាទខ្ញុំសម្រាប់ចិត្តទៅ click up ពីព្រោះ head fall ដូចខ្ញុំបាននិយាយអញ្ចឹងថាទី1គឺខ្ញុំសង្កេតឃើញថាវាជាប្រភេទ up trend ទី2គឺប្រភេទ candlestick វា retest ជាមួយនឹង moving average បាទអញ្ចឹងជា head fall ឲ្យខ្ញុំគិតថាទីផ្សារនេះនឹងបន្តធ្វើការឡើងបាទអញ្ចឹងតើការសម្រេចចិត្តគឺជាការ predict របស់ខ្ញុំគិតថាតើនឹងអាចទទួលផលចំណេញយ៉ាងណាបាទយើងទៅទស្សនាទាំងអស់គ្នាអូខេនេះគឺជា technical ដែលខ្ញុំបាទប្រើបាទអូខេខ្ញុំទទួលផលចំណេញហើយអញ្ចឹងខ្ញុំបន្ថែម$9អូខេអញ្ចឹងក្នុងចំណុចនេះខ្ញុំឃើញថាវានៅតែបន្តឡើងបន្តទៀតបាទខ្ញុំសម្រេចចិត្តធ្វើការ click up តែម្ដងបាទអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាតែខ្ញុំនឹងអាចទទួលបានផលចំណេញឬក៏យ៉ាងណាអូខេនៅពេលដែល candlestick វារៀបថាជាមួយនឹង moving average បាទហើយវាប្រភេទ uptrend ទៀតអញ្ចឹងជា head fall ដែលវាជំរុញឲ្យទីផ្សារនឹងបន្តធ្វើការឡើងបាទអញ្ចឹងខ្ញុំគិតថាតើខ្ញុំអាចទទួលបានផលចំណេញឬក៏យ៉ាងណាយើងទៅទស្សនាទាំងអស់គ្នាអូខេអូខេនេះខ្ញុំទទួលបានផលចំណេញបន្តហើយខ្ញុំបាទបន្ថែមទៀតបាទ$17ហើយខ្ញុំគិតថាទីផ្សារនេះនឹងបន្តធ្វើការឡើងបន្តទៀតអញ្ចឹងខ្ញុំសម្រេចចិត្តថាចុចបន្តទៀតពុកម៉ែបងប្អូនគិតថានេះមើលតើខ្ញុំនឹងអាចទទួលផលចំណេញឬក៏យ៉ាងណាណាចឹងសម្រាប់ថ្ងៃនេះខ្ញុំសម្រាប់ចិត្តថាលេងតែ3 position ទេបាទព្រោះជាធម្មតាខ្ញុំលេង$5ស្មើតែថ្ងៃនេះគឺខ្ញុំលេង double តែម្ដងបាទអូខេចឹងការចែកម្លែកនៅការចូលលេងទីផ្សារសម្រាប់ថ្ងៃនេះរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ធ្វើការទស្សនាបាទរាល់វីដេអូដែលខ្ញុំធ្វើការចែកម្លែកជូនបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណបាទជំរាបលាពុកម៉ែបងប្អូន